រៀនអានកំណាព្យឮត្រាំសំឡេងវង្វេងអស់ក្លិនឈ្ងុយឈ្ងុបល្អសម្លឆ្នាំងដីសម្លសត្វត្រីមានរសជាតិឆ្ងាញ់តែត្រូវប្រយ័ត្នសម្លត្រីក្រាញ់រាវរោគរសឆ្ងាញ់ប្រយ័ត្នស្លាកឆ្អឹងច្រណែននឹងបន់ចំណូលនឹងបាបចិត្តស្អុយឆ្អេះឆ្អាបឥតនរណាដឹងសំដីពីរោះពឹសពុះក្នុងនឹងសំដីឲ្យដឹងដុតដល់សន្តានបែបបត់មាត់ក៏ល្អតែនឹងមុខក្រោយស្អុយក៏ក្រកហួសពីការស្មានមាត់ជួយចោកចៅជើងជន់រំខានមាត់ជួយឲ្យបានជើងជន់បំបែកលោកនេះកំឆ្ងល់ល្បិចកលច្រើនណាស់មុខឥតអ៊ីនខ្មាស់ក្រាស់រឹងដូចដែកបើយើងបានរស់ដល់ទៅថ្ងៃស្អែកនឹងជួបរឿងប្លែកចម្លែកផ្សេងជួបរឿងប្លែកពិតត្បិតមិនទាន់ស្លាប់ត្រជីបានស្ដាប់ឮត្រឹមសំឡេងរបួសដល់ចិត្តដោយត្រូវលំពេងនាំឲ្យវង្វេងព្រោះតែចិត្តគិតដូច្នេះត្រូវប្រុងសតិស្មារតីរឿងកើតចាស់ថ្មីគឺជារឿងពិតកើតឡើងមានហេតុឲ្យពិសោធន៍ចិត្តតើជួបរឿងពិតចិត្តព្រមឬទេនិពន្ធដោយឧបាសកគុយសុធនសៀវភៅទានកថាទំព័រ143ដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ80អនិច្ចាត្រែត្រត្រែងត្រាងត្រដាងស្លាប់ហើព្រានបានបណ្ដើសោណក់មកដល់ទាញព្រួញបាញ់បោះបង្ហោះតាមខ្យល់បាក់សីភ័យខ្វល់ដល់ក្តីមរណាជន់ឡើងហឺហាហក់ហែលច្រានច្រកពុំខ្លាចទឹកស្រកគោកក្រៀមស្រកាត្រូវអ្នកនេសាទផ្ដាច់បងសង្ខាយកធ្វើអាហារមច្ឆាអស់រិទ្ធភ្លឿនភ្លៀងភ្លាត់អត់ស្គាល់កិលេសដឹងថាខ្លួនចេះចំណេះច្រើនពិតមាសប្រាក់រកបានមិនលំបាកគិតឥតដឹងជីវិតរស់បានប៉ុន្មានរស់នៅសប្បាយស៊ីចាយឥតខ្វះស៊ីផលបនចាស់ស៊ីអស់បោកចានចង់ស្រែកបញ្ជាទីអ្វីក៏បានដល់ស្លាប់ចែកឋានបានអ្វីយកទៅនិពន្ធដោយឧបាសកគុយសុធនសៀវភៅទានកថាទំព័រ144ដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ80សព្បទានធម្មទានជានិតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា